ផ្ទះមួយនេះយើងអាចប្រើប្រាស់rectangle ellipse tool ជាដើមហើយជាហ៊ានដំបូងសម្រាប់ការគូសគ្នាយើងអាចយក rectangle អញ្ចឹងខ្ញុំយក rectangle ខ្ញុំគូសដបវាសិនអញ្ចឹងខ្ញុំសូមទាញវាអូខេអញ្ចឹងខ្ញុំសូមបិទ fill ចោលខ្ញុំយកវាជា stroke អញ្ចឹងខ្ញុំសូមគូសបែបនេះសិនអូខេអញ្ចឹងបន្តមកទៀតអញ្ចឹងយើងអាចយកជា fill ក៏បានដែរខ្ញុំយកជា fill ហើយបានត្រង់នេះខ្ញុំសូមយកពណ៌ក្រហមខ្ញុំយកពណ៌ក្រហមនេះអូខេអញ្ចឹងខ្ញុំចុច C ឲ្យជាប់ខ្ញុំ rotate បែបនេះអញ្ចឹងខ្ញុំសូមទាញវាទូបន្តិចអូខេអញ្ចឹងបន្តមកទៀតខ្ញុំចង់reflect វាឲ្យបាន2ខ្ញុំប្រើ reflect នេះហើយខ្ញុំ copy មកអញ្ចឹងបាន2ឯងអូខេអញ្ចឹងករណីអ្នកនរគ្នាចង់បាននាងកោងដូចគេអ្នកនរគ្នាអាចចាប់ទាញតិចមកយើងចង់ទាញឲ្យ reflect ឬក៏យើង reflect ឲ្យចាំទាញក៏បានដែរអត់អីទេអូខេអញ្ចឹងបន្តមកទៀតខ្ញុំដាក់វាចេះកន្លែងនេះខ្ញុំអាចរៀងកោងដាក់កោងចេះហ្មងទៅអញ្ចឹងខ្ញុំ select ហើយខ្ញុំប្រើ path definer ខ្ញុំយកទី1នេះតមកវាមើលចូលគ្នាអញ្ចឹងបន្តមកទៀតយើងចាប់ដើមគូសផ្ទះរបស់យើងអូខេអញ្ចឹងខ្ញុំអាចប្រើ rectangle ហើយខ្ញុំគូសវាបែបនេះខ្ញុំយកទម្រង់បែបនេះអញ្ចឹងខ្ញុំសូមដាក់ចេះមកហើយខ្ញុំសូមយកធំនេះខ្ញុំទាញវាយើងចុចទាញវាមកអញ្ចឹងខ្ញុំសូមដូរ color វាខ្ញុំសូមដាក់ពណ៌នេះយើងចង់ដាក់ដល់នេះក៏បានដែរនេះខ្ញុំដាក់ដល់នេះអញ្ចឹងបន្តមកទៀតយើងចាប់ផ្ដើមកាត់វាអញ្ចឹងសាកកាត់វាខ្ញុំយក line segment tool ហើយខ្ញុំគូសបែបនេះហើយបន្តមកទៀតខ្ញុំយក line segment tool មួយទៀតខ្ញុំគូសមកបែបនេះមួយទៀតអញ្ចឹងនេះយើងអាចចូលកន្លែង layer ហើយខ្ញុំសូមបង្កើត layer មួយទៀតហើយខ្ញុំសូមទាញនេះ3តួហើយតួផ្ទះយើងហើយឡាញយើងទាញមកដាក់ចូល layer ទី3មកអូខេហើយសម្រាប់ដបនេះយើង lock អញ្ចឹងអ្វីដែលខ្ញុំកាត់ផ្នែកនេះអញ្ចឹងខ្ញុំប្រើប្រាស់ខ្ញុំ select វាសិនខ្ញុំ select វាហើយខ្ញុំ select តួផ្ទះហ្នឹងហើយបន្តមកខ្ញុំប្រើ tool មួយឈ្មោះថា shape builder tool សម្រាប់កាត់អញ្ចឹងខ្ញុំចុចឲ្យជាប់ទៅខ្ញុំកាត់បែបនេះអញ្ចឹងជំនាញបន្តទៀតយើងអាចទាញតវលនេះយើងទាញមកលើវិញមកវាចូលដែរអញ្ចឹងករណីថាគ្នាយើងចង់បានពណ៌ដូចរបស់គេគ្នាយើងអាចប្រើ eyedropper tool ហើយខ្ញុំ copy ពណ៌របស់គេមកអូខេហើយពណ៌នេះយើងអាច copy បានដូចគ្នាអញ្ចឹងកន្លែងនេះយើងអាចទាញវែងតិចក៏បានហើយកន្លែងនេះយើងកោងនេះយើងឃើញយើងកោងអញ្ចឹងយើងអាចចុច control ទៅយើងអាចទាញយើងកោងបានដូចគេអញ្ចឹងបន្ទាប់ពីគ្នាយើងគូបានប៉ុណ្ណឹងហើយ
គ្នាយើងអាច lock layer ទាំង3ហ្នឹងហើយយើងបង្កើត layer មួយទៀតអញ្ចឹងយើងទាញ layer ទី4មកនេះយើងចាប់ផ្ដើមធ្វើ layer ទី4អញ្ចឹងខ្ញុំសូមធ្វើចាប់ពី layer នេះមកអញ្ចឹងខ្ញុំប្រើប្រាស់ ellipse tool ហើយខ្ញុំអាចគូសវាចំកដាលនេះគូចេះអូខេឥឡូវខ្ញុំសម្រេចថាខ្ញុំយកប៉ុណ្ណឹងអញ្ចឹងយើងអាចបដូរពណ៌ខ្ញុំយក eyedropper tool ខ្ញុំ copy ពណ៌ហើយសម្រាប់ stroke យើងបន្ថែមចំនួនដូច4មកហើយខ្ញុំសូមយកពណ៌នេះអញ្ចឹងបន្តមកទៀតយើងចាប់ផ្ដើមគូសនេះទ្វារអញ្ចឹងខ្ញុំសូមប្រើ rectangle ហើយខ្ញុំសូមគូសប៉ុណ្នេះហើយខ្ញុំសូម change ខ្ញុំណាន់ stroke ចោលហើយខ្ញុំយកទៅជា fill ចឹងខ្ញុំយកពណ៌ដូចនេះបានដែរចឹងខ្ញុំសូមទាញដល់នេះមកអូខេខ្ញុំទាញដល់ហ្នឹងហើយជាក់ស្ដែងទៅកន្លែងទ្វារនៅកន្លែងនេះមានកោងអញ្ចឹងខ្ញុំសូមទាញវាបន្តិចយើងចុច C ឲ្យជាប់ខ្ញុំទាញកោងទៅពីនេះអូខេអញ្ចឹងយើងទាញមកនេះទៅអានេះវាអត់កោងទេអញ្ចឹងបន្តមកទៀតខ្ញុំចាប់ផ្ដើមគូសប្រួយអញ្ចឹងខ្ញុំសូមយក rectangle ខ្ញុំយកមកគូសវាម្ដងទៀតខ្ញុំចាប់ឲ្យ unit នេះគូសប៉ុណ្ណេះហើយខ្ញុំគិតថាខ្ញុំយកប៉ុណ្នេះអូខេអញ្ចឹងបន្តមកខ្ញុំចូលទៅកាន់ edit នេះខ្ញុំ select ទៅលើប្រួយនេះខ្ញុំចូល edit ហើយខ្ញុំ copy ហើយខ្ញុំចូល edit ម្ដងទៀតខ្ញុំ path front អញ្ចឹងខ្ញុំអាចបដូរ color សិនក៏បានអញ្ចឹងខ្ញុំសូមបដូរទៅជាពណ៌នេះសិនទៅឬក៏គ្នាយើងអាចប្រើ eyedropper tool ខ្ញុំ copy color copy តែយើងបិទ stroke នេះចេញសិននេះខ្ញុំយកបែបនេះហើយខ្ញុំចូល move tool select tool នេះវិញហើយខ្ញុំទាញវាទូចអញ្ចឹងជាក់ស្ដែងទៅគឺកន្លែងនេះវាកោងហើយកន្លែងនេះក៏កោងដូចគ្នាដែរអញ្ចឹងយើងអាចចាប់ទាញកោងចេញមកហើយកន្លែងនេះយើងចាប់ទាញកោងដូចគ្នាអញ្ចឹងយើងឃើញវាកោងអញ្ចឹងយើងត្រូវកាត់មួយផ្នែកទៀតខ្ញុំសូមប្រើកន្លែងនេះយើងវែងតិចខ្ញុំសូម select ទាញវាវែងតិចទាញវាវែងណានេះវែងតិចមកនេះខ្ញុំយកវែងបែបនេះអញ្ចឹងខ្ញុំចាប់ផ្ដើមប្រើ line segment tool ខ្ញុំគូសវាបែបនេះហើយខ្ញុំ select វាពីរហ្នឹងនេះ select លើប្រួយហ្នឹងហើយជាមួយនឹង line segment tool ខ្ញុំចាប់ផ្ដើមចាក់ពណ៌ខ្ញុំចាក់ពណ៌វាចាស់តិចអូខេឥឡូវខ្ញុំសម្រេចថាខ្ញុំបានប៉ុណ្ណឹងហើយជារៀងបន្តទៀតអ្នកនរគ្នាអាច copy ពណ៌ពីគេក៏បានឬក៏យើងចាប់តាមធ្វើដើមឈើនៅក្រុមនេះអញ្ចឹងសម្រាប់ការធ្វើដើមឈើខ្ញុំមានវិធីមួយខ្ញុំអាចប្រើអូខេអញ្ចឹងខ្ញុំសូមប្រើ rectangle ខ្ញុំគូស JSON ហើយខ្ញុំសូមបដូរវាទៅជា stroke ខ្ញុំអាច change ទៅជា stroke ចេះវិញហើយខ្ញុំសូមទាញវាទូចតិចប៉ុណ្ណេះហើយបន្តទៀតខ្ញុំសូមគូស ellipse tool អញ្ចឹងខ្ញុំយក ellipse tool ហើយខ្ញុំគូសវាខ្ញុំគូសបែបនេះខ្ញុំសូមចាប់ទាញវាខ្ញុំចាប់ទាញបែបនេះដាក់នេះមួយទៀតហើយខ្ញុំសូម copy ទាំង3ហ្នឹងខ្ញុំចាប់អាវទាញខ្ញុំទាញដាក់ចេញមកទៅ
ok អញ្ចឹងខ្ញុំ select ខ្ញុំមើលវាចូលចេះមកឬក៏វារៀងធំពេកខ្ញុំសុំទាញវាទូចដាក់ប៉ុណ្នេះអូខេខ្ញុំយកប៉ុណ្នេះហើយខ្ញុំ select ទាំងអស់ខ្ញុំយក plane path definer ខ្ញុំយកទី1នេះហើយតមកខ្ញុំប្រើ i drop to ខ្ញុំ copy មកទៀតមកអូខេអញ្ចឹងសម្រាប់ការគូសខ្ញុំគូសចឹងនេះគូសដើមឈើនេះអញ្ចឹងខ្ញុំយកមកដាក់ចេះមកអញ្ចឹងខ្ញុំដាក់យើងទីមកអូខេចឹងខ្ញុំអាចចូល layer ហើយខ្ញុំដោះ lock វាចេញវិញហើយខ្ញុំអាច select ទាំងអស់ខ្ញុំគ្រប់អញ្ចឹងសម្រាប់ការគូសផ្ទះរបស់យើងគឺមានតែប៉ុណ្្នឹងទេហើយសូមអ្នកនរគ្នាចូលរួមអនុវត្តអ្នកនរគ្នាបាទសូមអរគុណ